តាមមកមើលដំណើរផ្សងព្រេងទៅមើល concert EXO នៅវៀតណាមជាមួយគ្នាលយថង trip នេះគឺប្តីជូនទៅដែរមានការ support ទេប្រពន្ធក្នុងការទៅមើលអតីតប្តីជា EXO នឹងឯងពី6ម៉ោងយើងមកដល់វៀតណាមដោយជោគជ័យមកដល់ម៉ោង2កន្លះអ្នកគ្នាខ្ញុំដេកដល់ម៉ោង5 6បានចេញទៅហូបអីនេះងើបមកមុខហើមតែរៀងស្រស់ស្រាយជាងមុនបន្តិចហើយយើងធ្វើដំណើរទៅញ៉ាំអីនៅកន្លែងដែលគ្រឿងសមុទ្រល្បីនៅវៀតណាមហ្នឹងអ្នកគ្នាប៉ុន្តែមុនទៅដល់យើងដើរមើលផ្សារមើលអីកន្លែងគ្រឿងសមុទ្រនេះឈ្មោះថាអុកអាននេះអ្នកគ្នាសម្បូរគ្រឿងសមុទ្រសោះមកគេដាក់តាំងដាក់អាំងដាក់អីនៅមុខនឹងធ្វើទឹកមាត់ហូរឈិបហ្មងគាត់មើលវីដេអូនឹងម្ដងទៀតយើងអង្គុយតុកគ្រៀងទៀបបែបនេះអ្នកនរគ្នាហើយអូនតឈន់មុខមែនតែនមកមានបកាយមានស្អីគេលៀសមានស្អីគេហៅខ្លះខ្ញុំអត់ដឹងតែអាឆ្ងាញ់ជាងគេនោះអាខ្ចង់ប៉ារ៉ាមួយបឺមួយពោតនោះឆ្ងាញ់ជាតិហ្មងឡើងខ្ទិះអត់សូវបានថតញ៉ាំច្រើនទេអ្នកគ្នាតែសាលជាប់ញ៉ាំវាឆ្ងាញ់ពេកហើយយកមានកន្លែងដាក់ទូរស័ព្ទថតអីទេតែដល់តែថែមជាតិប្រហើយតោះមកយើងជីមកហោផ្អែមញ៉ាំអ្នកនរគ្នាប្តីខ្ញុំគាត់អត់សូវញ៉ាំផ្អែមទេអញ្ចឹងមើលមុខប្រពន្ធញ៉ាំចានេះក្រែមតែមិនក្រែមទេអ្នកនរគ្នាគឺ crab លាយមួយ cream មួយអីតែមួយបានអ្នកនរគ្នាខាស់កសាហាវចូលមួយថ្ងៃទី2គឺជាថ្ងៃដែលយើងបានទៅ concert ហ្នឹងហើយងើបឡើងក៏យើង make up ញ៉ាំ breakfast នៅតែមានការងាត់យកចឹងទៅបញ្ញាប់ទៅតែងខ្លួនវិញចានេះគឺតែងខ្លួនចិត្តហើយទៅមើល concert ហ្នឹងតែ2នាក់ទេខ្ញុំនិង bestie របស់ខ្ញុំដែលស្គាល់គ្នាក៏ដោយសារតែ EXO ដែរចាស្គាល់គ្នាស្រឡាញ់ EXO ហ្នឹងគឺលក្ខណៈផ្កាប់មុខយកប្រហែលតែឆ្នាំនេះតែយើងមានឱកាសហើយមានថវិកា finally មកឲ្យទៅមើល EXO ចេញដើរហាថ្ងៃអ្នកនរគ្នាទៅរកកាហ្វេរកអីញ៉ាំសិនមេឃម៉ោង 9:10 នេះគឺថាក្តៅញាក់ហ្មងនៅក្នុងឡ oven ណាចឹងយើងក៏មករកខាងកាហ្វេមានម៉ាស៊ីនត្រជាក់ហ៊ានត្រជាក់បានផឹកកាហ្វេបានអីចឹងទៅរៀងស្រស់ស្រាយដើម្បីយើងបន្តដំណើរទៅទៀតនេះអ្នកដែលជួនយើងមកគេបាយយើងធំហ្នឹងហើយយើងបន្តដំណើរទៅមើលអតីតប្តី EXO របស់យើងទៅ2នាក់ He's right. Action yo. See you in the next See you next day. 5 hours. No, maybe 3 more hours. Yeah, for a soundcheck. លោកពីមួយទៅ concert អត់ថាទៅធ្វើអីក្នុងនេះដល់បាត់ស្បត់សិនទៅ đó thì mọi chú vô spot vô lại cái handbag này.អូខេ đó bạn tới chơiត្រង់ជួខ្ញុំដើម្បី soundcheck ចូល soundcheck ចឹងទៅដល់យើងលេង1000ទៅចាហើយគេមានអ្នកគេមាន5000ហើយ ខ្ញុំហ្នឹងអត់អី ចឹងយើងអាចដែរយើងមកដល់ហើយយើងទៅជិះមកទៀតពេលខ្ញុំទៅរត់មក ឥឡូវនេះយើងមកដល់ទីតាំង concert ហើយអ្នកនរគ្នាគ្រាន់ចេញពីឡានមកមនុស្សច្រើនហើយគេពាក់កៅអៅសុទ្ធសសខាង fan គេណាត់គ្នាពាក់សដោយកូនកំមុំចឹងអ្នកនរគ្នាយើងនេះមិនបានតាមដានអីគេនៅក្នុងវៀតណាមកាត់ឡើងគេខ្លះក៏ពាក់កៅអៅតាមធម្មតាតែមិនអីទេសំខាន់បានជួបអីដល់នេះសកម្មភាពដើរទៅរកកន្លែងដកស្បត់ទៅព្រោះអត់បានស្បត់ក៏បានចូលដែរដកស្បត់បានជោគជ័យអ្នកនរគ្នាគេឲ្យអានេះពាក់នឹងកហើយយើងពាក់នឹងដៃហើយបន្តមកយើងត្រូវទៅឈរតម្រង់ជួរចាំចូលវិញមករៀងស្រស់ស្រាយអ្នកនរគ្នាព្រោះអីយើងបានញ៉ាំឆ្អែតញ៉ាំអីចឹងណាត្រៀមខ្លួនដើម្បីឈរចាំនេះម៉ោង1អ្នកនរគ្នាចឹងចាំមើលម៉ោង3កន្លះអីបានគេឲ្យចូលទៅហើយអ្នកនរគ្នាចាប់ផ្ដើមគេឈរត្រង់ជួរបដាហើយឈរត្រង់ជួរហ្នឹងគឺត្រូវឈរតាមលេខរបស់យើងអ្នកនរគ្នាខ្ជូពួកខ្ញុំ1700ចឹងមកជួរហ្នឹងគេ set ពី1000ប្រហែលដល់1000ប្រហែលចឹងយើងឈរទៅស្មានតែគេត្រង់ជួរមុនបានមុនអ្នកនរគ្នាមានណាគេឈរតាមជួរតែតាមលេខចាអ្នកដែលលេខត្រូវមុខខ្ញុំមកគាត់មកក្រោយគាត់មកសួរហើយបានគាត់នាំគ្នាឈរទៅគ្នាសម័យមើលទៅឈរចាំអង្គុយចាំមនុស្សជុំវិញហ្នឹងគឺសុទ្ធតែឈរចាំអង្គុយចាំដូចយើងដែរថានៅតាមជួរហ្នឹងគេមានដាក់ទឹកសុទ្ធហ្វ្រីឲ្យយើងផឹកអ្នកគ្នាអើយក្តៅផងអីផងមានតាហាលកូនតាហាលម្នាក់មួយហ្នឹងបាញ់ខ្យល់បាញ់ក្តៅហប់អីចឹងចាគឺដើម្បីតែ EXO បាក់ផ្លិតរហូតហ្មងចាសណាគេមានរោងមានអីឲ្យចាំណាអ្នកគ្នាបើថាត្រូវឈរចាំក្រោមពលឺថ្ងៃចោលបាំងថ្ងៃខ្លះជាលះខ្លះជាងៀតហ្មងប៉ុន្តែខាង organizer គេគិតគូរដែរគេមានរោងគេមានទឹកសុទ្ធឲ្យ free ហ្មងចាំនេះផឹកតិចទេព្រោះអីខ្លាចទៅបន្ទប់ទឹកហើយចុះដល់វគ្គយើងទៅហើយអ្នកគ្នាគេទៅម្ដងមកជួអញ្ចឹងយើងរងចាំបន្តទៀតព្រោះអត់ដល់ជួយើងទេតែមានការ excited មែនតើមកប្រងចាំ2ម៉ោងជាងពិតជាបានចូលជោគជ័យហើយពេលនេះអូអ្នកទាំងអស់គ្នាអារម្មណ៍ពេលហ្នឹងគឺថាมันអាចខំប្រឹងធ្វើការហត់លុយនៅពេលនេះបានចាយដោយជោគជ័យនៅកន្លែងដែលយើងចង់ទៅចាយើងរៀងចិត្តដែរអញ្ចឹងនេះយើងមកដល់ហើយយើងបានឈរបដាយើងហៅកន្លែងចាប់ដែលខ្ញុំគិតថាវា good view ដែរអញ្ចឹងអ្នកគ្នាប៉ុន្តែជាក់ស្ដែងមិនល្មមដែរកន្លែងដែលខ្ញុំឈរហ្នឹងលុះត្រាតែ idol យើងដើរមកកន្លែងហ្នឹងមិនយើងឃើញច្បាស់កន្លែងហ្មងតែបើថានៅឆាកក្រោយទេគឺអត់សូវឃើញច្បាស់ហីអត់ជាបញ្ហាទូរស័ព្ទ17 Pro Max ចា 4K ស៊ូមមួយខ្ទេចចំណងនេះគឺ sound check ណាអ្នកគ្នាចង់តតអ្នកទិញ VIP ទៅគាត់អាចបាន sound check យើងឃើញ idol យើងជាលោកទី1មានការស្រែកចង់បែកពងកមកអ្នកគ្នាយើងដាក់ឲ្យមើលនេះទៅពេលគាត់ដើរមកកាន់តែចិត្តទៅចាស្ដាប់
ជាងមួយម៉ាត់សែងមួយម៉ាត់ Oh my gosh មួយម៉ាត់ចឹងទៅពើបចិត្ត color ណាស់បងប្អូននេះ sound check 3 បាត់គេក៏ទៅវិញហើយយើងចាប់ដើមអង្គុយចាំតនេះខ្ញុំបានជួបជុំ Cam XL ចាសប្បាយហ្មង fan កម្ពុជាយើងគាត់ទៅវៀតណាមច្រើនមែនតើហើយដល់ 60% មិនដឹងនិយាយឆ្វេងក៏ខ្មែរនិយាយស្ដាំក៏ខ្មែរនេះដល់វគ្គ XO ចឹងមកម្ដងទៀតហើយគឺរួមឲ្យយើងជ្រឿងឲ្យយើងស្ដាប់តែម្ដងពេលហ្នឹងខ្ញុំអត់ដឹងនិយាយថាមិនចេះអ្នកនរគ្នាមានអារម្មណ៍ថាដូចនៅក្នុងយល់សពហ្មងបទចម្រៀងដែលយើងស្ដាប់តាំងអាយុ12 13ឆ្នាំក្រុមដែលយើងមើលក្នុងតាមទូទួលហងតាម laptop ហងស្ដាប់បទចម្រៀងកាសអីផងពេលដែលស្ដាប់ហើយឃើញផ្ទាល់នឹងភ្នែកហើយហួមនៅមុខយើងចឹងហ្មងដល់គ្នាខ្ញុំនិយាយថាមិនចេះលក្ខណៈដូចអត់ចង់ជឿថាខ្លួនឯងធ្វើបានណាលោកគ្នា Musical EXO តាំងខ្ញុំអាយុ12ឆ្នាំឥឡូវនេះ26ឆ្នាំហើយវា14ឆ្នាំហើយអ្នកនរគ្នានៅពេលដែលគេដើរមកឆាកមុខហ្នឹងគឺចិត្តខ្លាំងមែនតើសូម8ដងទៅចាឃើញហ៊ុនញើសហ្មងស៊ូហូគឺគាត់សូសាច់សូស្អាតខ្លាំងហ្មង leader ខ្ញុំហត់ហើយ over 3នាក់ដល់គ្នាខ្ញុំអត់នឹកស្មានថាស៊ូហូគាត់សំលេងគឺព្រោះហើយណូតញាក់មែនដល់បាត់រៀង sexy ទីអីចឹងណាខ្ញុំមកចង់ទៅថតឆានយល់តែឆានយល់ដើរមកគៀននេះសោះដើរបាននៅកដាហ្នឹងខ្ញុំថតបានតែប៉ុណ្ណោះហើយនិយាយមែនអា sound check គេចេះមកទៅពេលមែនតើអត់មកសោះ TO វិញក៏ចឹងដែរដល់គ្នាខ្ជូតស្លាប់ TO បានមកចិត្តច្រើនអញ្ចឹងទៅខ្ញុំបានថតរៀងច្បាស់ហើយនិយាយមែននៅផងខ្ជូតស្លាប់ហ្មងពេលគេ perform បាត់ The Eve ណាគ្នានៅរៀងឆ្ងាយតែខ្ញុំថតមកទាំងអស់ខ្ញុំឆ្លាញ់បាត់ហ្នឹងនិយាយទៅខ្ញុំសូមកោតសរសើរ EXO ទៅបីនៅសល់តែ5នាក់ពួកគាត់ push through ដែរខ្ញុំឆ្លាញ់តាំង12នាក់រហូតមកត្រឹមតែ5នាក់ក៏ខ្ញុំនៅតែស្គាល់មិនកាប់មុខខ្លាំងដូចមុនព្រោះយើងធំអស់ហើយតែ EXO គឺជា childhood crush childhood memory តែកាលនោះយើងអត់មានអីដើម្បីយើងបន្តជីវិតទៅមុខទៀតតែយើងមាន EXO ដែលជាលក្ខណៈ motivation ណាខ្ញុំយកមានថាវិការមានលុយទៅ EXO concert ទេណាចឹងហើយបានយើងព្យាយាមខំប្រឹងរៀនប្រឹងធ្វើការដើម្បីរកលុយមកថ្ងៃហ្នឹងអីមកថ្ងៃហ្នឹងអីតែទៅពេលបានមកម្ដងហើយហ៊ីង៉ាមដែរពេលរកលុយបានចឹងខ្ញុំចង់ទៅមក EXO ទៀតនេះគាត់ជាងបាត់ចាស់ហើយអ្នកនរគ្នាបាត់ចាស់ច្រើនហើយបាត់ថ្មីក៏ខ្ញុំស្ដាប់ដែរគឺព្រោះឥឡូវមើលមកខ្ញុំនេះពេលគេចាក់បទ Miracle in December ខ្ញុំយំប្រាំងខ្ញុំប្រាប់កណ្ណាមកខ្ញុំថាចេះបើសិនជាគេចាក់បទ Miracle December ខ្ញុំនឹងយំហើយយំមែនអ្នកនរគ្នាទោះបីគាត់បានច្រៀងតែចាក់បទចម្រៀង background ក៏ខ្ញុំយំដែរវា remind ខ្ញុំថាចេះfinally we made it to EXO concert with our own money ហើយinner child យើងគឺមានអារម្មណ៍ថា heal ហ្មងមាន moment ច្រើនណាស់ដែលខ្ញុំបានថតអ្នកនរគ្នាទាំងមុខទាំងក្រោយកាមេរ៉ាហ្នឹងណាដើម្បីខ្ញុំ capture ទាំង EXO ហើយទាំងមុខខ្ញុំ reaction ពេលអ្នកខ្លះគេ recommend ថាកុំថតច្រើនពេកយើង enjoy the concert អីចឹងខ្ញុំ enjoy ខ្លះខ្ញុំថតខ្លះព្រោះអីវាជា memory ដែលខ្ញុំនឹងមើលទៅថ្ងៃមុខទៀតវីដេអូហ្នឹងឯងវាមិនសល់ទុកនៅ memory ឲ្យខ្ញុំមើលឥឡូវហ្នឹងមកតើអ្នកនរគ្នាខ្ញុំនៅតែមើលវីដេអូដែរខ្ញុំថតនៅ concert ហ្នឹងមានអារម្មណ៍ថាទឹក EXO បាត់ទៅហើយគាត់នៅលើឆាកស្អាតខ្លាំងណាស់អ្នកនរគ្នាអត់មានចាស់សោះហ្មងហើយខ្ញុំមានទៅ wish មួយទៀតទេសង្ឃឹមថាថ្ងៃមុខលែងមានការកម្មរករឿងក្រុមហ៊ុននេះផ្សេងហើយយើងអាចឃើញ EXO 9នាក់នៅលើឆាកតែមួយអូខេអ្នកនរគ្នា vlog នេះចាប់ត្រឹមហ្នឹងចុះខ្ញុំនឹងដាក់ footage ខ្លះៗដែលខ្ញុំថតបានហើយបាយបាយ ចាប់ឲ្យមែនតើគ្នាអត់ទេខ្ញុំចង់ដាក់វីដេអូខ្លួនឯងយំបោកខ្លួនចាប់ concert ភ្លាមគឺថាម្នាក់យំអត់មានឈប់ទេយំអត់ឈប់ទេថាវាទៅចាប់ចាមុខនិយាយទៅ make up slay ដែរព្រោះយំលហាមចង់ងាប់ហើយតែក៏អត់មាននិយាយ make up ទៅណាពេលហ្នឹងពងតែ process ថាចេះអញមិនឃើញ EXO អញមិនឃើញ EXO inner child នឹងពងចេញមកដល់គ្នាមកក៏ដឹងដែរនេះមើលចំហ Saya makeup slay. The tear of happiness. Just two little girls from high school. Crush Love EXO. EXO. Know each other because of EXO. And Met now EXO we together. are meet EXO. Thành mò bàn đo rồi phải lại chill với nhấy. Hai đứa mình đứng khang khang ta. Nha Srek. Ở tao đang chậm hàng. Đo đầm nào tao rồi tay phật ấy cứ Srek. Anyway guys vlog នឹងចាប់តែប៉ុណ្្នឹងហើយ vlog នេះក៏ពិតធ្វើដើម្បីខ្លួនឯងមើលនេះ So bye bye